នាំផ្អើលមួយទៀតហើយណាទំនៅមួយគ្រួសារបាន11ថ្ងៃតេស្តទៅឃើញ positive ចាអតិថិជនរបស់ខ្ញុំកូនទី1ធ្វើ IVF កូនទី2នេះសាកបែបធម្មជាតិជាមួយអ្នកគ្រូម្ដងព្រោះអីឃើញអ្នកគ្រូល្បីក្នុង TikTok អញ្ចឹងមើលសាកមកជួបអ្នកគ្រូមើលមានអី positive តាមបែបធម្មជាតិរបស់គេមែនតានេះកូនទី2កូនទី1អាយុ1ខែធ្វើ IVF ហើយកូនទី2នេះសាកតាមបែបធម្មជាតិគាត់ក៏បានទទួលជោគជ័យនេះថ្ងៃត្រូវថ្ងៃមកដល់ថ្ងៃ4តែថ្ងៃ4ហ្នឹងគាត់មកជួបអ្នកគ្រូតែម្ដងពីព្រោះគាត់ទេឃើញតាំងពី11ថ្ងៃក្រោយមាន ovulation ណាវារំខានទឹកនោមហ៎មកគេតៃកូនទី1ធ្វើ IVF តែនៅសល់ពងហ្មងនៅ3ទៀតណាអត់ដាក់ឯនេះកូនទី1 IVF ឥឡូវនេះឥឡូវកូនមួយឆ្នាំហើយមួយឆ្នាំហ៎ឥឡូវគេមកយកកូនមួយយើងបានមួយទៀតហើយមិញណាបងភ័យណាបាក់អត់ឃើញច្បាស់នេះអូខេបតីចឹងកូនទី2នេះទំជួបបង2ខែត្រូវអត់តៃជោគជ័យឯតៃប្តីអត់ចង់ជឿហ៎ហៅប្តីមកភ្លាមជូនកដោអ្នកគ្រូវិញកុំតន់ណាអូនអូខេបងមិញនេះបុកពោះនេះបុកពោះនេះអូនបុកពោះនេះបងឲ្យមើលនេះអានេះបបាស់គូបន្តិចតៃគូបបាស់តិចនេះអានឹងគេហៅគិះចាំសបុកតៃនេះគិះចាំសបុកឲ្យធំណាតៃអានឹងមិញច្រឡំដែរណាបើឃើញតែអានឹងយើងបារម្ភដែរណាខ្លាចឃើញមានកូនខាងស្បូនមានអីប៉ុន្តែជាក់ស្ដែងអត់ទេយើងមានកូនកាច់សបុកក្នុងស្បូននេះមួយហើយអញ្ចឹងអានោះវាជាគិះចាំសបុកទេដូចជាអត់មានអីសង្ស័យដែលមិនល្អទេណាអូខេអញ្ចឹងតៃក៏តៃតាមដានលឿនណាតៃអើយចំណេញលុយអូនខែទី2ហើយអាតៃដូចមិនមកសាច់ការអីផងលេងផងដូចមិនទាន់ជាសាច់ការអីថាចង់បានផងដាក់និយាយធន់ទៅគឺគាត់ទៅព្រាវអត់បានក៏តាមតាណាទៅណានៅឃើញកូននៅទូចដែរហើយនៅសល់ពង3ចង់ធ្វើ IVF អញថាមិនធ្វើទេសាកទៅព្រោះយើងប្រើថ្នាំសាកទៅខែទី2ជោគជ័យហ្មងសល់លុយអូនសល់ប្រហែល10000ដែរតាអូនអូខេអត់អីទេណាហ្នឹងហើយចាំមើលបងមើលបេតា ECG មើលថាឡើងបានប្រហែលពាន់ណាដើម្បីចង់ដឹងថាកូននឹងមាំអត់ណាអូខេអើយណែអាជោគជ័យហ្នឹងរឿងមួយណាតែរឿងដែលសំខាន់នឹងអីអត់បតីស្រួលបានកូនប្រុសដូចបំណងទៀតណាបងនិយាយមែនណាមេតូតឯងហ្នឹងណាតិចឯងហ្នឹងអាចបានកូនប្រុសហើយព្រោះអីបែកហើយបានឯងនៅជូនពរឲ្យបានស្រីមួយប្រុសមួយអូនស្រីមួយប្រុសមួយឈប់ខ្វល់ណាលឺហ៎លឿនពេកប្តីអត់ចង់ជឿហ៎អើយបងអបអរសាទរមែនតែនគិតទៅអ្វីដែលយើងអត់ expect វាបានលឿនជាងអញ្ចឹងមិនគេឲ្យធ្វើអីយើងប្រឡែងកុំឲ្យយើងដូចសង្ឃឹមពេកណាចាអត់សូវសង្ឃឹមហ្នឹងមកហ្មងអូខេសិនថាអត់សង្ឃឹមហ្មងមកគេតាមលេងចង់មើលងាយឯងតាម TikTok លេងហ៎តាម TikTok លេងឥឡូវនៅសល់ប្អូនណៃមួយទៀតណាអូនប្អូនណៃប្រហែលជាគាត់អត់ទាន់បញ្ញាប់យកកូនទេមើលទៅហ្នឹងហើយបងខំហៅគាត់មកតាព្រោះអីគាត់មករដូវថ្មីហើយមកដូចគ្នាដែរហ្នឹងរាំងរដូវឥឡូវបងមើលបេតា ECG សិនមើលឡើងប្រហែលពាន់ចង់ដឹងកូននឹងសុខភាពល្អមាំអត់ណា